មិនដឹងជាស្អីទេរញ៉េរញ៉ៃណាម៉ាក់មិនដឹងទេអញចាំធ្វើស្អីក៏ធ្វើទៅរឿងនេះអ្នកបងទៅស៊ូបងបញ្ញាតេងគាត់ស្រឡាញ់ខ្ញុំគាត់ចង់ឲ្យខ្ញុំរស់នៅក្នុងផ្ទះជាមួយគាត់អាចថាមកពីគាត់ធុញនឹងប្រពន្ធមុខចាស់ចាស់ពេកទេដឹងបំរើប្តីមិនបានល្អអញ្ចឹងហើយគាត់ត្រូវការរបស់ថ្មីឈ្ងុយស្រួយព្រោះថារបស់ដដែលនេះវាតលន់កាលពីពេលមុនទេពីបានទេមកផលិនប្រាប់ពីទំនាក់ទំនងរបស់នាងនិងបញ្ញាបងបញ្ញាអ្នកបងបានទៅធ្វើខ្លះនេះអូននិយាយតែបងត្រូវទៅធ្វើការណាកុំមកបង្ហាញពេលវេលារបស់បងអ្នកប្រកាសសម្ដែងណាបងទៅធ្វើខ្លះបងគួរតែដឹងច្បាស់ខ្លួនឯងហើយបងមិនស្រីមែនទេផលិននេះអូននិយាយស្អីតំណែងមែនទេបានជាមកចោតប្រកាន់បងបែបនេះនោះស្រីម្នាក់ដែលឈ្មោះទេពីនឹងជាស្រីរបស់បងមែនទេមិនក៏បងធ្វើបែបនេះដាក់ខ្ញុំបានថាម៉េចនេះទៅដឹងរឿងមកពីណាទេអត់ទេបងមិនដឹងទេណាអ្នកបងអ្នកមានមកបកកាយទៀតមែនទេនាងតែប្រាប់អូនខ្លាំងក្តីថានាងနဲ့បងមិនได้ជាមួយគ្នាហើយនាងតាំងខ្លួនជាប្រពន្ធបងបញ្ញាមិនក៏បងធ្វើដល់អូនបែបនេះប្រាប់អូនព្រាមមកអូនេះទេពីគេទេមកមែនទេបើជ្រុលจะដឹងហើយបងប្រាប់អូនតែម្ដងទៅចាមែនហើយបងនឹងទេពីតាក់តងគ្នាចានខែមកហើយបងក៏ត្រៀមនឹងយកនាងមកនៅក្នុងផ្ទះនេះដូចគ្នានាងនឹងជាប្រពន្ធរបស់បងម្នាក់ទៀតណាអូនទទួលដឹងឮផងចាអត់ទេបងមិនអាចធ្វើបែបនេះបានទេអូនមិនព្រមច្នៃខាតហេតុអីបានជាមិនបានបងជាមនុស្សប្រុសត្រូវតែមានទំនួលខុសត្រូវលើស្ត្រីអញ្ចឹងហើយអូនឲ្យបងបានខ្លួននាងហើយគិតបោះបង់នាងមែនទេអូនចង់ឲ្យប្តីអូនណាជាមនុស្សដែលគ្មានទំនួលខុសត្រូវមែនទេហើយចុះបងធ្វើបែបនេះបងមិនគិតឲ្យចិត្តអូនដែរទេអត់ទេអូនមិនព្រមទេបងមិនទាំងអាចយកផ្សេងមកនៅក្នុងផ្ទះបានទេបងមានអូនហើយអូនមិនព្រមនោះទេវាមិនសំខាន់ថាអូនព្រមឬមិនព្រមនោះទេសំខាន់លើបងជាអ្នកសម្រេចក្នុងរឿងនេះពេលនេះលោកប៉ាណាម៉ាបានប្រកល់គ្រប់យ៉ាងឲ្យបងហើយបងមានសិទ្ធិក្នុងផ្ទះនេះទាំងអស់អត់ទេបងបញ្ញាបញ្ញានេះឯងទៅធ្វើស្អីហ่ะនេះមានគិតដល់ចិត្តផលិតដែរទេគ្មានរឿងធំដុំអីទេណាប៉ាខ្ញុំបានសន្យាជាមួយទេពីហើយថានឹងមើលថែនាងខ្ញុំមិនអាចគាត់ពីសន្យាបានទេតែឯងកំពុងតែធ្វើបាបចិត្តរបស់ផលិតហើយណាមិននឹកស្មានថាឯងជាមនុស្សបែបនេះសោះខ្ញុំសម្រេចចិត្តហើយណាប៉ាស្អីនេះទេពីនឹងមានវត្តមានក្នុងផ្ទះរបស់យើងម្នាក់ដែរក្នុងនាមជាប្រពន្ធរបស់ខ្ញុំបញ្ញាមុននឹងធ្វើអីមានគិតដល់ចិត្តប៉ាម៉ាក់ដែរទេត្បិតតែម៉ាក់មិនចូលចិត្តផលីនតែម៉ាក់ក៏មិនគាំទ្រទង្វើរបស់កូននៅពេលនេះដែរប្រពន្ធមួយប្រពន្ធពីរយ៉ាងម៉េចទេក្រែងឯងនេះស្រឡាញ់ផលីនស្ទើលេបមិនអញ្ចឹងហីមិនក៏ទៅយកស្រីមកពីណាក៏មិនដឹងមកធ្វើជាប្រពន្ធម្នាក់ទៀតម៉ាក់ខ្មាស់គេខ្លាំងណាស់បាទម៉ាក់ខ្ញុំស្រឡាញ់ផលិនមែនម៉ាក់ចង់ឲ្យខ្ញុំធ្វើមិនទេខ្ញុំមិនអាចចោលទេពីបានទេណាខ្ញុំបានជ្រុលជាមួយនាងហើយយ៉ាងណាខ្ញុំត្រូវតែទទួលខុសត្រូវលើនាងនិងយកនាងមកនៅក្នុងផ្ទះរបស់យើងម្នាក់ទៀតសម្រាប់អញ្ចឹងចុះណាបងបញ្ញាមិននឹកស្មានថាបងធ្វើដល់ខ្ញុំបែបនេះសោះអាណាពេលសន្យាតែបងថាស្រឡាញ់តែខ្ញុំម្នាក់នោះមិនក៏ពេលនេះបងធ្វើខ្ញុំឈឺចាប់លុះស្អែកឡើងបញ្ញាក៏បាននាំទេពីមកផ្ទះរបស់ខ្លួនលោកប៉ាណាម៉ានេះជាទេពីនេះជាម៉ាក់ប៉ារបស់ខ្ញុំចាជម្រាបសួរអ្នកម៉ាក់លោកប៉ានេះលោកប៉ាអ្នកម៉ាក់ឆោបពិតជាស្រស់ស្អាតណាស់និងស្រស់សង្ហាពិតមែនថែមទាំងនៅក្មេងៗទៀតហើយយ៉ាងម៉េចបានមកចាប់កូនប្រុសខ្ញុំនោះដឹងទេថាគេមានប្រពន្ធហើយមកចេះធ្វើបែបនេះទៅកាន់ពិតជាសំទោសមែនម៉ាក់ការខ្ញុំស្គាល់គាត់ខ្ញុំមិនដឹងថាគាត់មានប្រពន្ធទេខ្ញុំទៅតែដឹងលើក្រៅនេះអ្វីក៏វាបានជ្រុលអស់ទៅហើយខ្ញុំដកចិត្តមិនបានពីបងបញ្ញាទេខ្ញុំស្រឡាញ់គាត់ទោះសិតត្រឹមជាប្រពន្ធចឹងក៏ខ្ញុំព្រមសំត្រឹមតែបាននៅក្បែរគាត់គឺខ្ញុំគ្រប់គ្រាន់ណាស់ទៅហើយនេះពិតជាកំពីមែនតើនឹងទៅជាយ៉ាងណាទៀតកូនបញ្ញាចំណងកូនចង់កូនត្រូវតែជាអ្នកស្រ័យណាប៉ាមិនដឹងទេចាប់ពីពេលនេះតទៅបើមានរឿងអីកុំមកសួរប៉ាឲ្យសោះហើយមិនដឹងជាស្អីទេរញ៉េរញ៉ៃណាម៉ាក់មិនដឹងទេឯងចាំធ្វើស្អីក៏ធ្វើទៅ
មិនចូលចិត្តយើងមែនទេចាំមើលតែយើងមានសិទ្ធិពេញលេញនៅក្នុងផ្ទះនេះនិយាយកចាស់ឯងប្រកាសជាខ្ទាតទៅនៅវត្តហើយអូនពិតជាអរគុណបងណាដែលគ្រប់តាមពាក្យសន្យាចំពោះអូនសូមផ្ញើខ្លួនផ្ញើប្រាណនៅទីនេះហើយណាត្រូវធ្វើខ្លួនឲ្យល្អឲ្យម៉ាក់ប៉ាគាត់ចូលចិត្តហើយត្រូវចេះជួយការងារក្នុងផ្ទះផងដែរអ្នកម៉ាក់គាត់ចំនួនស្អាតបាតគាត់មិនចូលចិត្តភាពរញ៉េរញ៉ៃនោះទេការងារផ្ទះមានអីធ្វើគាត់ធ្វើទៅណាចាអូននឹងបំពេញតួនាទីជាប្រពន្ធដ៏ល្អនិងជាកូនប្រសាទដ៏ល្អក្នុងផ្ទះនេះនឹងមិនអាចគ្រប់គ្នាខកចិត្តនោះទេអីចេះខុសលោកបញ្ញាមានស្រីពិតមែនមិនតែប៉ុណ្ណោះនាំមកផ្ដោតជាតំណែងជាប្រពន្ធចង់ទៀតនេះអ្នកនាងផាលីនមិនទៅមើលមុខប្រពន្ធចង់លោកបញ្ញាទេអីតែមកធ្វើអីទេមិននៅក្រៅឲ្យទូទៅខាងដែនទេប្រនៅក្នុងផ្ទះតែមួយទេខ្ញុំយល់អារម្មណ៍អ្នកនាងផាលីនប្រកាសណាស់ប្រកាសជាឈឺចាប់ហើយដែលលោកបញ្ញាធ្វើដាក់អ្នកនាងបែបនេះយើងជាប្រពន្ធដែលរស់ក្រោមការផ្គត់ផ្គង់របស់គេគឺអញ្ចឹងហើយតវ៉ាអីកុំឈ្នះគេដែរមែនហើយតើបើក៏មិនឈ្នះគេធ្វើអីតាមតែចិត្តគេមិនខ្វល់ពីអារម្មណ៍របស់យើងថាយ៉ាងណានោះទេអញ្ចឹងហើយបានជាខ្ញុំមិនទាន់ចង់បានគ្រូសាស្ត្រនោះចាំខ្លួនឯងមានលំនឹងក្នុងជីវិតសិនគិតថាមកធ្វើការនៅទីនេះគ្រាន់បានលុយធ្វើដើមទុនបើកហាងបុកល្ហុងដ៏តូចមួយគ្រាន់រកជាចំណូលដល់ខ្លួនឯងបានមិនចង់ពឹងផ្អែកលើប្តីទេមែនហើយប្រអនិយាយបែបនេះខ្ញុំភ្លេចគិតឲ្យចឹងរបស់តែពីបាច់ចិត្តភ្លេចគិតធ្វើរឿងដែលជាក្តីសម័យខ្ញុំក៏ចង់បើកហាងលោកនៅមួយតូចដែរណាពេលនេះដើមទុនខ្ញុំមានហើយខ្ញុំនឹងធ្វើរឿងនេះក្នុងពេលឆាប់ចាំហើយអ្នកនៅក្នុងផ្ទះបាត់តាណាអស់ហើយនៅក្នុងផ្ទះបាយក៏មានអីស៊ីឃ្លានសឹងស្លាប់ហើយមិនទាន់បានអីស៊ីផងអេនេះនាងនាងជាមនុស្សដែលខ្ញុំជួបនៅហាងសម្លៀកបំពាក់ថ្ងៃមុនមែនទេតាមពិនជាអ្នកបម្រើក្នុងផ្ទះនេះសោះពិតជាចៃដន្យណាស់មកល្អហើយនេះនៅសល់អីស៊ីដែរទេខ្ញុំពិតជាហេវណាស់នាងនិយាយស្អីហ្នឹងណាជាអ្នកបម្រើទេតើមានអ្នកណាទៀតទេគឺជានាងនឹងហើយធ្វើខ្លួនទុមុតុយមួយបែបនេះបើមិនមែនជាអ្នកបម្រើគឺជាស្អីទៅវិញទេអ្នកនាងផាលីនគឺជាប្រពន្ធលោកបញ្ញាគាត់មិនមែនជាអ្នកបម្រើទេចាស់នេះមែនទេជាមកបាត់ប៉ិតស្រីយកប្តីគេណ៎នាងខ្លាំងណាស់ក្នុងទូរស័ព្ទក៏ខ្លាំងនៅក្រែក៏ខ្លាំងថាម៉េចជាប្រពន្ធបងបញ្ញានេះជាអ្នកបងផាលីនទេអីសុំទោសអ្នកបងខ្ញុំមិនស្គាល់ម៉ាញ់នេះស្មានតែអ្នកបម្រើសុំទោសណាស់មិនបាច់មកសម្ដែងទេខ្ញុំចូលចិត្តធម្មជាតិថេតពិតបែបណាក៏ចេញមកសម្ដែងខ្វាយទេបើខ្ញុំដឹងថេតពិតនឹងទៅហើយណ៎នៃខំតាំងចិត្តមកក្រុមព្រោះគិតថាជាប្រពន្ធមុនតែមិនអីទេបើមិនចង់ឲ្យខ្ញុំក្រុមខ្ញុំនឹងលេងតាមនឹងខ្ញុំក៏ចិត្តនឹងណាចិត្តធ្វើបែបនេះទៅរួចដឹងថាគេមានប្រពន្ធហើយនៅតែឃ្លានប្តីគេទៀតហើយនៅមកក្រេះចូលមកនៅក្នុងផ្ទះគេទៀតចំពោះរឿងនេះអ្នកបងទៅសួរបងបញ្ញាតែងគាត់ស្រឡាញ់ខ្ញុំគាត់ចង់ឲ្យខ្ញុំរស់នៅក្នុងផ្ទះជាមួយគាត់អាចថាមកពីគាត់ថយនឹងប្រពន្ធមុខចាស់ពេកទេដឹងបំរើប្តីមិនបានល្អអញ្ចឹងហើយគាត់ត្រូវការរបស់ថ្មីឈ្ងុយស្រួយព្រោះថារបស់ដដែលនេះវាតលន់នេះមិនដែលលើគេនិយាយទេអីមិននឹកស្មានថាបងបញ្ញាយកស្រីចរិតបែបនេះចុះតែសោះនាងនិយាយបានន័យថាម៉េចបើយើងមិនល្អក៏បងបញ្ញាមិនស្រឡាញ់យើងដែរហើយបើនាងល្អគ្រប់គ្រាន់បងបញ្ញាក៏មិនស្រឡាញ់ខ្ញុំដែរមកពីនាងនេះវាគ្មានបានការគ្មានសមត្ថភាពធ្វើឲ្យបងបញ្ញាមានក្តីសង្ឃតែគាត់មកយកខ្ញុំនាងគួរតែអរគុណខ្ញុំមកទៅវាត្រូវមើលស្អីតែនិយាយចំចំណុចមែនទេបានជាធ្វើមកបែបនេះនោះអ្នកណាជាអ្នកបម្រើអ្នកសាក់រួញកញ្ញាញ់គឺជំនាញមែនទេជួយឆាមីបន្លែឲ្យយើងបន្តិចមកយើងឃ្លានណាអូយមីក៏មានសាច់គោក៏មានបន្លែនៅក្នុងទូទឹកកកមានតែតាធ្វើខ្លួនឯងទេនេះហ៊ានតមកនឹងចវាយនាយផងមែនទេខ្ញុំក៏ជាប្រពន្ធបងបញ្ញាម្នាក់ដែរជាចវាយរបស់នាងម្នាក់ដែរបើមិនចង់ធ្វើឲ្យខ្ញុំទេខ្ញុំនឹងប្រាប់រឿងនេះដល់បងបញ្ញានាងចង់អត់ការងារធ្វើមែនទេធ្វើនេះចាព្រមនោះស្រីតោប្តីគេស៊ីបែបនេះមិនចេះធ្វើអីក្រៅពីដណ្ដប់ប្តីគេទេព្រោះវាជាចំណេញរបស់នាង
ខ្លាំងសិនចាស់ចាំមើលខ្ញុំនឹងធ្វើឲ្យនាងខ្ទាតចេញពីទីនេះឲ្យតតែបាននៅស្លើដល់ណាទៀតឆាប់ធ្វើទៅខ្ញុំឃ្លានណាស់ខ្ញុំចាំនៅក្នុងបន្ទប់ធ្វើឲ្យហៅខ្ញុំផងផលិនបានមកចូលហាងតូចមួយកន្លែងដើម្បីបើកអាជីវកម្មហាងនំរបស់នាង ខ្ញុំពេញចិត្តទេនេះណាតែធ្លាសារមមសាសនាអាជីវកម្មខ្នាតតូចរបស់ខ្ញុំគិតថានឹងចូលទៅនេះហើយ អញ្ចឹងតើនាងគិតដាក់ចូលប្រហែលឆ្នាំដែរ ខ្ញុំគិតថាសុំតែមួយឆ្នាំសិនសាក់ម៉ែព្រោះបើសិនជាអាជីវកម្មដំណើរការលូតលាស់ខ្ញុំនឹងគិតគូរជួតបន្តទៀតតែពេលនេះសុំដាក់មួយឆ្នាំសិនលោកគិតយ៉ាងម៉េច សម្រាប់ខ្ញុំស្រេចតែនាងទេនាងចង់ចូលប្រហែលឆ្នាំក៏បានដែរណា បើចឹងសម្រាប់ថាខ្ញុំចូលមួយឆ្នាំសិនចុះណាបើចឹងនោះចាំនិយាយគ្នាទៀតចឹងខ្ញុំត្រូវធ្វើមិនទៀត យើងត្រូវធ្វើកិច្ចសន្យាចូលមួយច្បាប់សម្រាប់បញ្ជាក់ពីរឿងនេះ គ្មានបញ្ហាទេចឹងឆាប់ខ្ញុំនឹងឲ្យគេមករៀបចំទីនេះដាក់សម្ភារៈបាត់ឲ្យមែនទេ ប្រកាសណាស់តាមសប្បាយចុះតែពេលនេះយើងទៅធ្វើកិច្ចសន្យាជាមួយគ្នាសិនទៅណាតោះឆាប់ទៅតា ហើយនៅក្នុងផ្ទះធុញណាគ្មានអីសប្បាយទេមនុស្សធ្លាប់តែសប្បាយហឺហាឲ្យមនុស្សស្ងៀមស្ងៀមបែបនេះដូចជាមានអារម្មណ៍ថាមិនដឹងទេអ្នកនាងទេ2អ្នកនាងទេ2អ្នកនាងទេ2លោកស្រីម៉ាឡែណាឲ្យហៅទៅជួបគាត់នៅក្រៅតើមានការអីជាមួយខ្ញុំតើខ្ញុំក៏មិនដឹងដែរគាត់ប្រាប់ឲ្យមកហៅអ្នកនាងចេញទៅជួបគាត់បន្តិចមកខ្ញុំដឹងហើយបន្តិចទៀតខ្ញុំទៅជួបឥឡូវហើយតើយាយកញ្ចាស់នេះមានការអីជាមួយខ្ញុំទេប្រហែលជាគ្មានរឿងអីល្អទេមើលទៅនោះបានលើមកថាកាច់សម្បើមណាស់ត្រូវតែរៀបរឹកបន្តិចហើយទៅបាននេះអ្នកម៉ាក់ក្មេកមានការអីជាមួយខ្ញុំមែនទេខ្ញុំបានលើកក្អាត់មកប្រាប់ខ្ញុំអញ្ចឹងនឹងហើយនេះគិតសង្ងំទៅនៅក្នុងបន្ទប់មិនគិតចេញមកធ្វើស្អីខ្លះទេអីចាគេថារៀបនឹងចេញមកដែរក៏បានលើកក្អាត់មកហៅល្មមនេះសម្រាប់ថាអ្នកម៉ាក់មានការអីជាមួយខ្ញុំមែនទេយើងហៅនាងមកទីនេះគឺចង់សួរនាំខ្លះពីសាវតារបស់នាងជាកូនអ្នកណាងស្រុកកំណើតនៅឯណាងពីមុនមកធ្វើការអីខ្លះនិយាយពីប្រវត្តិរបស់នាងឲ្យយើងស្ដាប់បន្តិចមកព្រោះមុននឹងចូលក្នុងផ្ទះនេះយើងត្រូវតែស្គាល់ពីសាវតារបស់នាងដែរមិនចេះតែយកមនុស្សខ្ចាត់ព្រាត់មកពីណានោះទេចាអ្នកម៉ាក់ខ្ញុំជាអ្នកកំប៉ុងសោមម៉ាក់ប៉ារបស់ខ្ញុំស្លាប់អស់ហើយសប្តាហ៍ថ្ងៃរស់នៅម្នាក់ឯងបានកូនបនបងបញ្ញាស្រេចស្រង់យកមកនៅទីនេះខ្ញុំគ្មានអ្នកណាទៀតទេក្រៅពីបងបញ្ញានោះហើយរាល់ថ្ងៃនេះនាងធ្វើការអីដែរហើយយ៉ាងម៉េចបានមកតាក់ទងគ្នារហូតមានរឿងដល់ថ្នាក់នេះនោះចាអ្នកម៉ាក់ខ្ញុំជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងតែដោយសារក្រុមហ៊ុនមានបញ្ហាខ្សែធនក្រុមហ៊ុនក៏ត្រូវបាត់ខ្ញុំក៏បាត់បង់ការងារហើយចំពោះរឿងខ្ញុំនិងបងបញ្ញាខ្ញុំបានជួបគ្នាដោយចៃដន្យហើយតែមាននិស្ស័យជាមួយគ្នាពួកយើងក៏បានតាក់ទងជាមួយគ្នារហូតមកទល់ពេលនេះហើយតាក់ទងគ្នានោះមានដឹងទេថាគេមានប្រពន្ធដែរទេខ្ញុំមិនចង់ឲ្យកូនប្រុសខ្ញុំមានប្រពន្ធ2 3ទេណាត្បិតតែខ្ញុំនេះមិនចូលចិត្តកូនប្រសាខ្ញុំមែនតែខ្ញុំក៏មិនគាំទ្រទង្វើកូនបញ្ញាដែរណាអ្នកមកឲ្យខ្ញុំធ្វើបែបណាទេបើខ្ញុំនឹងបងបញ្ញានៅពេលនេះខ្ញុំមិនអាចអត់ពីបងបញ្ញាបានទេណាម៉ាក់ក៏តែយល់ពីចិត្តមនុស្សស្រីដូចគ្នាស្រឡាញ់តែមិនចង់បាត់បង់នោះទេទូខ្ញុំមកទីនេះគ្មានការរៀបចំពិធីបំពេញមុខមាត់តែខ្ញុំក៏សុខចិត្តឲ្យតែខ្ញុំបាននៅចិត្តបងបញ្ញាទៅគឺបានហើយយើងមិនដឹងទេស្រេចតែពួកឯងទៅតែចូលមកនៅក្នុងផ្ទះនេះត្រូវតែចេះជួយការងារផងមិនមែនមកដេកស៊ីទេណាកិច្ចការក្នុងផ្ទះមានអីធ្វើបានក៏ទៅធ្វើទៅធ្វើរឹកពីមិនចូលចិត្តយើងខ្ញុំក៏ជាប្រពន្ធបងបញ្ញាម្នាក់ដែរយ៉ាងម៉េចគិតឲ្យខ្ញុំទៅធ្វើការដូចជាអ្នកបម្រើទាំងនោះមែនទេយាយកញ្ចាស់នេះវើយហេនោះបងភ្លៀនតាល្អហើយកំពុងតែចង់ជួបមកកល្មមបងភ្លៀននេះចៃដន្យណាតែណាមកណាដែរបងបានជាមកដល់ទីនេះអូហូនេះអូនីសាទេម៉ាស់អង្គុយលេងសិនមក
នេះបងចេញក្រៅបានហើយមែនទេធម្មតាបងមិនចូលចិត្តចេញក្រៅមែនទេឃើញបងនៅក្រៅបែបនេះសប្បាយចិត្តណាស់ប្រហែលជាមានការសំខាន់ហើយមែនទេបងចាអូនក៏បងរើមកទីតាំងបើខាងលក់នំនឹងណាពេលនេះរកបានហើយគឺនៅក្នុងផ្សារនេះហើយប្រហែលជាទឹកក្រោយចាប់ផ្ដើមដំណើរការហើយពិតមែនទេបងនេះខ្ញុំសប្បាយចិត្តណាស់ដែលបងអាចធ្វើរឿងនេះបានមករយៈហ្នឹងខ្ញុំរវល់ពេកមិនបានទៅលេងជាមួយបងសងបើហាងបងនៅក្នុងផ្សារនេះចិត្តខ្ញុំហើយហាងលក់សម្លៀកបំពាក់ខ្ញុំម៉ាក៏នៅក្នុងផ្សារនេះដែរណាចូលរួមត្រីអោផងណាបងចាអរគុណណាអូនតែបងនៅតែមិនសប្បាយចិត្តរឿងអីតើបងនេះរាប់តែបងមិនគ្រប់ត្រមែនទេអ្នកផ្ទះមិនគ្រប់ត្រជារឿងមួយរឿងដែលប៉ាប៉ួយផ្លេចចិត្តបងខ្លាំងនោះតែបងបញ្ញាគាត់មានស្រីមិនតែប៉ុណ្ណោះគាត់ថែមទៅយកស្រីនោះមកនៅក្នុងផ្ទះទៀតគឺបងបែបចិត្តក្នុងរឿងនេះណាថាម៉េចបងបញ្ញាមានស្រីមែនទេពុទ្ធោមានរឿងដល់ថ្នាក់នេះផងមែនទេនេះខ្ញុំមិនបានជួបបងប្រហែលថ្ងៃបងជួបរឿងបែបនេះអីបងបញ្ញាមិនសមធ្វើបែបនេះដាក់បងសោះហើយបងគិតយ៉ាងណាទេបងយល់ព្រមដែរហ៎បងមិនយល់ព្រមឲ្យបងទៅធ្វើអីគេបានត្រឹមតែខូចចិត្តឆែចាប់ទៅបាត់ឲ្យគេធ្វើមកលើបងពេលមុនពិបាកចិត្តរឿងម៉ាក់ក្មេងតែពេលនេះមកពិបាកចិត្តរឿងប្តីទៀតបងល្បីណាអូនរឹងមុំឡើងណាបងបើបងទន់ជ្រាយបងនឹងជួបរឿងឈឺចាប់ច្រើនជាងនេះទៅទៀតបងមិនអាចតតាំងជាមួយគេបានព្រោះតែបងគ្មានអត្តពលក្នុងគ្រួសារណាឈ្មោះជាប្រពន្ធដែលនៅតែផ្ទះចាំចាយលេប្តីត្រូវគេនិយាយមកក្រោយចឹងហើយតែខ្ញុំខំដូចជាសពថ្ងៃនេះមិនចាំចាយលេប្តីនោះទេអូនថាត្រូវហើយបែបនេះហើយតែបងមកទីនេះមករៀនរកស៊ីបងមិនអាចមិនឲ្យខ្លួនឯងគេមកងាយទៀតនោះទេរឿងផ្លូវចិត្តជារឿងមួយតែបើចឹងមិនឲ្យរឿងផ្លូវចិត្តមកពេលលោកយើងខ្លាំងពេកចឹងរត់តែខ្លាចជាមនុស្សគ្មានតម្លៃក្នុងខ្សែភ្នែកគេថែមទៅទៀតបងយល់បែបនេះគឺល្អណាស់បងខ្ញុំសប្បាយចិត្តណាស់ដែលបងរឹងមាំស៊ូណាបងហើយហាងដំណើរការថ្ងៃណាដែរចាំខ្ញុំទៅជួយគ្រប់គ្រងណាចាឆាប់ហើយណាអូនអរគុណណាចឹងល្អណាស់បងខ្ញុំសុំទៅសិនហើយណាទុកខាងឲ្យបុគ្គលិកនៅមើលម្នាក់ឯងមិនដឹងយ៉ាងម៉េចទេចាអូនបងក៏រៀបថានឹងទៅវិញដែរនឹងណាចឹងយើងបាច់គ្នាត្រឹមនេះចាចាំទៅមើលសម្លៀកបំពាក់ពីបញ្ឆុតណាចាបងសម្រាប់បងនឹងមានការបញ្ចុះតម្លៃជាពិសេសតែម្ដងចឹងខ្ញុំទៅវិញសិនហើយណែនាងក្អានបើលោកស្រីស៊ូនំអញត្រូវតែប្រាប់ថាយើងជួយការងារអញលឺទេហេតុអីក៏ខ្ញុំត្រូវឆ្លើយបែបនេះបើអ្នកនាងមិនបានជួយអីផងនោះចង់បានគុណសម្បត្តិមែនទេណែកុំមកនិយាយបែបនេះជាមួយយើងណាយើងមិនមែននៅឋានៈដូចជាឯងទេធ្វើតែតាមយើងប្រាប់ទេតែថាយើងឲ្យបងបញ្ញាដេញក្បាលឯងចាញ់ឥឡូវហ្នឹងយើងក៏មិនដែលធ្វើការផ្ទះបែបនេះទេហើយលំដាប់យើងក៏មិនមកធ្វើការចង្ក្រានរបស់ផ្ទះជួបផ្ទះនោះដែរតែឯងត្រូវនិយាយថាកិច្ចការផ្ទះទាំងអស់នេះគឺយើងធ្វើជាមួយគ្នាលឺទេចង់ឲ្យលោកស្រីស្រឡាញ់មិនគិតប្រឹងរៀនធ្វើខ្លួនឲ្យគេស្រឡាញ់ទេតែបើជាគិតគំនិតឃើញឡាប់ស្អីបែបនេះប្រឹងតែខ្ញុំទ្រាំបានណាខ្ញុំក៏ទ្រាំនៅទីនេះដែរនេះក៏ប្រតិយល់អ្នកនាងផាលីនទេកុំអីប្រចទៅកន្លែងផ្សេងបានដែរនេះត្រឡប់មកវិញហើយមែនទេតែណាអ្នកបងឃើញចាញ់តែតាំងពីប្រឹងថ្មនេះទៅតែម្ដងខ្ញុំទៅណាជារឿងរបស់ខ្ញុំនាងមិនបាច់មកចេះដឹងនោះទេប្រឹងធ្វើទៅនីតិរបស់នាងអាចទៅល្អទេបងកុំបារម្ភអីចំពោះទូនីតិខ្ញុំនឹងផ្គប់ចិត្តបងបញ្ញាមិនឲ្យគាត់ខកចិត្តនោះទេជាពិសេសពេលគាត់នៅជាមួយខ្ញុំគាត់ថាមានសេចក្តីសុខណាស់មិនដូចនៅជាមួយអ្នកបងទេគាត់ថានៅជាមួយអ្នកបងគឺគ្មានជាតិសាសន៍នាងជំនាញណាស់ខាងរឿងលើក្រែប្រហែលជាមានបទពិសោធន៍ច្រើនហើយមើលទៅនោះឬមួយធ្លាប់ធ្វើការជាស្រីការ៉ាអូខេនេះអ្នកបងនិយាយឈួតស្អីហ្នឹងខ្ញុំហ្នឹងអីតែធ្វើការអស់ហ្នឹងនោះប្រយ័ត្នខ្ញុំប្រាប់បងបញ្ញាថានាងមើងងាយខ្ញុំតែហ្នឹងចេញទេខ្ញុំគ្រាន់តែថាទេបើនេះមិនមែនបែបនេះផងនាងខាងធ្វើអីទេក៏ប៉ុន្តែនាងបានមើងងាយកិត្តិយសរបស់ខ្ញុំមនុស្សដូចនាងមានកិត្តិយសដែរបើមនុស្សមានកិត្តិយសគេមិនមកយកប្តីគេដូចជានាងកំពុងធ្វើពេលនេះនោះទេប៉ាត់ជាបានសម្ដីណាស់ខ្ញុំនឹងធ្វើឲ្យបងបញ្ញាដេញក្បាលនាងចេញពីផ្ទះនេះឲ្យតតែបាននៅថ្ងៃណាមួយចាំតែមើលចាស់អេហាច់ចូលយាយកចាស់នោះទៅណាហើយ
អើយបងបញ្ញាកំអាលមើលនេះទៅមកពីធ្វើការក្លិនខ្លួនណាតែងុយទឹកសិនទៅបងអូយបងនេះបងធ្វើការពេញមួយថ្ងៃតម្រាប់តែបានមកផ្ទះបងនឹងទេពីណាស់ណាឲ្យបងសំថើបន្តិចមកណាអូយបងនេះខ្លួនបងសតញ្ញៈកំអាលអីណាបងមុននឹងក្រោយកងតែបានទេសំខាន់ពេលនេះអូនក៏មិនទាន់បានសម្អាតខ្លួនដែរធ្វើការផ្ទះហត់ពេញមួយថ្ងៃហើយមកចាស់ខ្លួនសតញ្ញៈអូនេះទេពីជួយធ្វើការងារផ្ទះមែនទេបានចឹងល្អណាស់ចាគឺធ្វើបើមិនធ្វើបានអ្នកណាធ្វើតាញ់បានអ្នកក្អាត់ក៏ធ្វើមិនស្អាតហើយប្រពន្ធដើមរបស់បងក៏មិននៅផ្ទះមិនដឹងទៅណាក៏មិនដឹងទិញល្ងាចទៅមកវិញអញ្ចឹងកិច្ចការផ្ទះគឺមានតែអូននឹងហើយជាអ្នកមើលការខុសត្រូវនោះនេះផលិនយូរទៅកាន់តែយូរទៅហើយឃើញបងមិនមាត់ធ្វើអីមិនក្រែងចិត្តបងសោះតិចលោនាងខាងនឹងបងហើយលួចទៅមានសហាយនៅខាងក្រៅទេដឹងអីបងបញ្ញាបើនាងធ្វើបែបនេះមែនបងមិនលើកលែងឲ្យនាងចិត្តដាច់ខាតកុំអាលគិតពីរឿងគេនាំឲ្យខូចអារម្មណ៍អីតាបងចូលបន្ទប់ទឹកតែងអូនចូលទៅដាំងចាំអូនដុសក្អែលឲ្យណាំងបីអូនចូលបន្ទប់ទឹកផងណាំងអើយបង